ឈ្មោះ request ក្នុងក្រុមរបស់យើងមាន4អ្នកសមាជិក4អ្នកខ្ញុំឈ្មោះសពនេះជាបាត់ទីក្រុមខ្ញុំគឺណាសមាជិកខ្ញុំពួកគេរបស់ថាសមាជិកខ្ញុំស្មៃថាជាសមាជិកបន្តបញ្ហាដំណោះស្រាយជាទូទៅសូមចំនួនតែលើថាវិជ្ជារបស់វិជ្ជាមានភាពស្មុគស្មាញដើម្បីបន្តិចមេរៀនឲ្យច្រើនតែអាចធ្វើឲ្យមនុស្សការរៀនមានភាពធន់ទ្រាំដូច្នេះពួកយើងបានបង្កើតកម្មវិធីសំណួរនេះដែលបានជួយបង្ហាញមេរៀនតាមជាសកម្មភាពអត្តកម្មដែលអនុញ្ញាតឲ្យសិស្សឆ្លើយសំណួរចម្លើយពុទ្ធផលប្រៀបធៀបដែលជួយដល់អារម្មណ៍សិស្សវាស់ស្ទង់ការយល់ដឹងរបស់ខ្លួននិងបង្កើតជាចំណាប់អារម្មណ៍ក្នុងការសិក្សាបានតាមការប្រសើរតាមរយៈពីគម្រោងបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យអប់រំដែលជួយធ្វើឲ្យការរៀនសូត្រកាន់តែងាយស្រួលទាក់ទាញនិងមានប្រសិទ្ធភាពគម្រោងនេះត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍកម្មវិធីសំណួរសាកល្បងអំពីមុខវិជ្ជាថ្នាក់ទី6ដែលជំនួសឲ្យការអានការទន្ទេញមេរៀនតែមុខកម្មវិធីនេះអនុញ្ញាតឲ្យសិស្សឆ្លើយសំណួរទទួលបានពិន្ទុនិងដឹងលទ្ធផលពីភាពតើគម្រោងការសរសេរកូដមានតួអង្គពីរមានមុខនារីនិងបុរសស្លៀកសំលៀកបំពាក់ខ្មែរជាអ្នកសួរសំណួរនិងប៊ូតុងចាប់ផ្ដើមតែខាងក្រោយផ្លាស់ប្ដូរទៅខាងក្រោមប្រើសំឡេងមានសំឡេងពេលដែលឆ្លើយត្រូវឬខុសមានឆ្លើយត្រូវនិងខុសតែខាងនៅពេលដែលឆ្លើយត្រូវឬនិងខុសអធិទទួលបានពិន្ទុពេលដែលឆ្លើយត្រូវចលនាកំណត់ចលនារបស់តួអង្គនេះជាលទ្ធផលអំពីគម្រោងរបស់ពួកយើងពេលជាប៊ូតុងចាប់ដើមយើងឃើញពេលខាងក្រោយនិងសំណួរហើយសំណួររបស់នេះដែលបង្រៀនបង្វែរការ